បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានប្រភេទម៉ូតូ CRF គឺជាប្រភេទ CRF 250L បងប្អូន 250L ហើយ CRF នេះបើសិនជាតាមខ្ញុំគិតមើលបងប្អូនគឺប្រភេទ CRF នេះពណ៌សខ្ញុំគិតថាវាពិបាករកបើសិនជាខ្ញុំដើរទិញពណ៌ខ្មៅពណ៌ក្រហមអីគឺមានច្រើនបងប្អូនប៉ុន្តែពណ៌សដូចអត់សូវដែរមានទេអញ្ចឹងហើយខ្ញុំក៏ចាប់ទុកថា CRF អាពណ៌សហ្នឹងគឺជាប្រភេទម៉ូតូកម្រមួយផងដែរបាទក្រងឆ្អឹងនេះដូចគ្នាប៉ុន្តែអាកៅអៅពណ៌សហ្នឹងវាពិបាករកបងប្អូនបើសិនជាបងប្អូនភាគច្រើនឃើញគេជិះនៅភ្នំពេញអីចឹងទៅឃើញភាគច្រើនពណ៌ក្រហមហើយចូលអ្នកចូលចិត្តពណ៌សនៅចូលចិត្តពណ៌សក៏រៀងពិបាករកតាមនឹងដែរបាទហើយជាពិសេសម៉ូតូ Honda គឺគេបដោតទៅលើតែពណ៌ក្រហមឯងគឺសម្រាប់ម៉ូតូប្រភេទ off road đóបងប្អូនដូចជាបងប្អូនឃើញម៉ូតូ Honda ហ្នឹងអា logo របស់វាហ្នឹងគឺពណ៌ក្រហម direct យកតែម្ដងហើយអញ្ចឹងហើយគឺគេអត់សូវធ្វើពណ៌សឬក៏ពណ៌អីផ្សេងទេបាទតែតែជំនាន់ក្រោយហ្នឹងឯងបងប្អូនគឺអាប្រភេទ CRF វាមានពណ៌ស៊ីម៉ង់ឬក៏ពណ៌ស្អីប៉ុន្តែភាគច្រើនគឺនឹងមានពណ៌ក្រហមមកជាប់ជានិច្ចបងប្អូនពណ៌ក្រហមតំណាងឲ្យ logo គេហើយមួយទៀតពណ៌ក្រហមហ្នឹងម៉ូតូនេះ off road ហើយចុះបើសិនយើងជិះចូលព្រៃដល់ពេលណាយើងអស់សាំងកដាផ្លូវត្រូវការឲ្យគេឃើញណាអញ្ចឹងពណ៌ក្រហមវាលិចជាងគេបងប្អូនចូលទៅក្នុងព្រៃគឺលិចយើងអាចជិះទៅមើលគ្នាបានផងដែរបាទយើងជិះទៅមើលគ្នាកុំឲ្យយើងបាត់គ្នាបងប្អូនអញ្ចឹងហើយម៉ូតូប្រភេទ off road គឺវាមិនដែលមានក្រុមហ៊ុនណាគាត់ធ្វើដោយថាប្រភេទបន្លំបកើវាមិនសូវដែរមានទេបងប្អូនបន្លំបកើបានន័យថាមើលទៅដូចថាមិនសូវឃើញអញ្ចឹងហើយពេលណាចូលព្រៃអញ្ចឹងទៅវារកគ្នាអត់ឃើញបងប្អូនហើយជាក់ស្ដែងម៉ូតូនេះវិញការប្រើប្រាស់កុងទ័ររបស់វាគឺតែប្រហែល6,900 គីឡូជាងបងប្អូនសាំងនៅ2កាំបងប្អូនអានេះម៉ោងហើយអានេះអក្សរ N ហើយអានេះកម្ដៅទឹកហើយអានេះភ្លើងហ្វាភ្លើងកូតអានេះ check engine បាទហើយម៉ូតូ CRF វិញខ្ញុំគិតថាវាល្អប្រើមែនទែនបងប្អូនហើយប៉ះចំជាមួយនឹងម៉ូតូនេះគឺនៅកុងទ័រគីឡូពិតជាក់ស្ដែងណាបងប្អូនខ្ញុំឃើញនៅកន្លែងគេការលក់របស់អតិថិជនឬក៏ការលក់របស់ឃ្លាំងមួយដូចគ្នាបងប្អូនដូចគ្នាប៉ុន្តែយុទ្ធសាស្ត្រនៅក្នុងការលក់គឺខុសប្លែកគ្នាភាគច្រើនឃ្លាំងគេគឺគេផ្ដោតទៅលើដូចថាតម្លៃអានេះខ្ញុំឧទាហរណ៍ចុះគេថាអូម៉ូតូខ្ញុំនេះថ្មីស្អាតប៉ុន្តែប្រចាំងចឹងរហូតបងប្អូនប្រចាំងចឹងរហូតមើលម៉ាស៊ីនគេយកទៅធ្វើអស់ហើយហ្នឹងប៉ុន្តែកុងទ័រគីឡូគឺគេអត់ឲ្យបងប្អូនឃើញទេអញ្ចឹងហើយបានន័យថាសិតតែមានភាពឆ្ពិនភ្នែកនៅក្នុងម៉ូតូហ្នឹងហើយជួនកាលខ្លះគេហ៊ានប្រចាំងឲ្យមើលកុងទ័រម៉ូតូអីចឹងណាស្អាតមែនតើបងប្អូនមែនតើទៅមកឃ្លាំងមានតែមួយគ្រឿងហ្នឹងទេបងប្អូនទើបយកមកអួតប៉ុន្តែខាងយើងខ្ញុំវិញម៉ូតូបងប្អូនប្រាប់បងប្អូនទាំងអស់យកមកហើយបើសិនជាបងប្អូនឃើញម៉ូតូបើចង់ឃើញច្បាស់បងប្អូនអាចចូលទៅក្នុង website អត់មានលាក់ទេបងប្អូនការថតរូបរបស់ខាងយើងខ្ញុំទៀតខ្ញុំខ្លាចជាងគេខ្លាចតែខ្ញុំនឹងថតវាអត់បានពេញណាបងប្អូនថតឲ្យដូចថាបើសិនជាបើកឃើញម៉ាស៊ីនថតជូនបងប្អូនបានចង់ថតឲ្យថែមទៀតបងប្អូនព្រោះនៅពេលថាមនុស្សយើងនៅពេលណាដឹងភិនភាគម៉ូតូនឹងជាក់ស្ដែងពិតប្រាកដមែនតើណាគឺធ្វើឲ្យពួកគាត់នឹងសម្រេចចិត្តឲ្យគាត់នឹងសប្បាយចិត្តមិនមែននៅពេលណាទិញម៉ូតូពីឃ្លាំងយើងអ្នកខ្លះទៅដូចថាស្អាតបន្លំបកើគ្នាយកទៅផ្ទះគ្នាកំពុងតែអង្គុយមើលម៉ូតូនឹងចុះឡើងចាញ់ខ្វះអានេះចាញ់ខ្វះអានោះចាញ់កន្លែងនេះបែកចាញ់កន្លែងនេះលិចអញ្ចឹងហើយអាហ្នឹងធ្វើឲ្យការទិញលក់អត់ល្អឈ្មោះហាងអត់សូវល្អនៅក្នុងបញ្ជីអារម្មណ៍របស់អតិថិជនណារបៀបអញ្ចឹងចុះប៉ុន្តែខាងយើងខ្ញុំអត់ទេបងប្អូនខ្លាចតែថតខ្វះសន្លឹកឲ្យបងប្អូននឹងពិបាកមើលប៉ុន្តែខ្ញុំគិតថាខ្ញុំថតប៉ុណ្ណឹងគឺអស់ហើយបងប្អូនអត់មានកន្លែងណាមើលទៀតទេហើយអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាពេញចិត្តចាប់អារម្មណ៍ប្រភេទម៉ូតូ CRF ពណ៌សនេះបងប្អូនអាចតាក់ទងយើងខ្ញុំបានហើយម៉ូតូនេះតិចទៀតនឹងធ្វើការឡើងទូរុំដូចអាមួយក្រោះគប់ថ្មីសុទ្ធនេះអញ្ចឹងហើយយកទៅនៅក្នុងដាក់ចូលក្នុងទូភ្លាមបាទ
bạn nhớ giúp bỏ cốt nâng chụp cái trong videoក្រោយទៀតបាទ